Hello, sự đây này dương pha có mà can hưởng ly bật to thế hai món hàng chơi tại can biết đó năng phong đai và sân bạc này dương miền chấm ná bà rom trong ca châu room cầu VIP đầm bấy tam nan hưởng sân John chân John hưởng xem hay chỉ đám mơ môn ban tràn theo ban tràn nệ ti này dương cứ ai tê to mà can telegram admin ban hai link nó không có mắn tầng link group tầng link telegram to luôn hai ba cho bán nó không có bài dương năng men hưởng chân John chấm nôn mà màu ngay mà đằng bay video đã admin phơi đã nó không YouTube là ngayហើយថ្ងៃមុខទៅប្រហែលជាមានឆានជាងនឹងទៀតពួកឯងខ្ញុំអត់តាន់រៀបចំហើយសពគ្រប់ហើយអស់នោះទេបើរៀបចំហើយតើថាបានមើលមកច្រើនយកតែម្ដងហើយលឿនជាងនៅក្នុង YouTube ទៀតផងអូខេបើចាប់អារម្មណ៍តេតងមក admin ចាំទទួលបាទបងនៅបានចាប់ផ្ដើមជាមួយនឹងប្រលេយបានបញ្ចេញនៅសមត្ថភាពរបស់ Atrix Feng Tu ដើម្បីទប់ទល់ជាមួយនឹង Necrate ទាំងពីរហើយបើចាឈិញមកចាត់ការទៅកាន់ Necrate ទាំងពីរដោយសារតែលើកមុននឹងធ្លាប់បានប្រាប់ខ្លួនថាតាមពតរបស់នឹងអាចចាត់ការនឹងសម្រាប់ទៅកាន់ Necrate បានចឹងហើយចាប់ផ្ដើមទៅនឹងធ្វើការពេលខ្លះហើយ comment Necrate បានមកវាបង្ហាញទៅកាន់នាងផងដែរដោយនាងធ្វើបែបនោះទេបន្តែក្រោយបានលីយីទប់ទល់ជាប់នៅពេលដែលទាំងពីរត្រូវបានពៀនថាមពលក៏ប្រមូលបានជាស្រេចចាត់ការទៅកាន់អ្នកក្រហមសម្រាប់ទៅកាន់អ្នកប្រេងនេទៀនកម្រិតទី60ទួយផលរបស់យើងឈានទៅដល់ល្បាល40ផងដែរប៉ុន្តែឈេងមកវិញនាងក៏បានអស់កម្លាំងក៏ត្រូវបានលេយបច្ចុប្បន្នអកូនចៅរបស់គេចូលទៅជួយផងដែរប៉ុន្តែនាងប្រើទៅផលរបស់យើងប្រយ័ត្នវិញដោយសារតែមានស្នាមប្រលមហោក៏បានបើកឡើងជាមួយនឹងអ្នកក្រេប្រមាណក្បាលទៀតគឺជាកងតបនេះផងដែរប៉ុន្តែត្រូវបានលេយរបស់យើងបង្ក្រាបនឹងសម្រាប់ទៅកាន់កូនចៅហើយក៏អាចទប់ស្កាត់ជាមួយនឹងអ្នកក្រេផ្សេងទៀតផងដែរលើកឡើងតែអ្នកក្រេពោះសដែលមកអាចចោះញោមជាមួយនឹងសមត្ថភាពរបស់លេយដែលកន្ត្រូលទៅកាន់ពួកគេហើយម៉ាណារបស់លេយមិនកាត់ធ្លាក់ចោះយ៉ាងខ្លាំងរៀបនឹងស្លាប់ហើយក៏ត្រូវបានអាចារ្យខ្មែររបស់យើងអូសចេញពីទីកន្លែងហ្នឹងប៉ុន្តែត្រូវបានអ្នកក្រោយសនឹងតាមវិបត្តិទៅកាន់លេយជាស្នាងល្អដែលមេតបធបាក៏បានឃើញតន់ហើយក៏បានទៅកាពេលទៅកាន់លេយផងដែរលេយក៏អាចរត់រួចទៅកាន់ទីក្រុងវិញបានអ្នកក្រេប្រមាណហ្នឹងក៏បានមកជួបជុំគ្នាគួរចាត់ការតអត់នោះទេរងចាំនៅតែខ្លាំងជាងគេមកទីកន្លែងនេះសិនទៅពួកយើងចាត់ការនឹងសម្រាប់បុកយកតែម្ដងចំណាយប្រលេយរបស់យើងកំពុងតែនិយាយជាមួយនឹង Atrix Feng Tu មកយ៉ាបន្តពីអត់មានthamបរបស់ស្ដេចនរោដូចជាហាងរកដែរមានហើយប្របាតិចតួចប៉ុន្តែក៏អាចចាត់ការបានដែរអូចឹងហើយគួរដាក់តូនតិចយ៉ាងហើយរៀងខ្លាចដែរហ្នឹងបន្តមកលេយរបស់យើងក៏ត្រូវបាន Atrix Feng Tu ផ្ដល់នូវសមត្ថភាពមួយដែលសមត្ថភាពនោះគឺជាសមត្ថភាពនៃការបំផន់ហើយឲ្យគេឈរទៅកាន់ឋាននរោផងដែរសរុបហៅថាពិភពក្រមដែរប៉ុន្តែហៅថាឋាននរោហ្មងទៅចប់បន្តពីសង្កេតនៅស្គីរបស់គេក៏ដូចជាការទទួលបានហើយអាចារ្យជីម៉ងក៏បានភ្ញាក់មកដូចគ្នាហើយឲ្យនឹងសម្រាប់បន្តទៅជាមួយនឹងការមកសួរសុខទុក្ខរបស់លោកម្ចាស់គូផងដែរអត់និយាយច្រើនទេសុំតែស្គីសិនបានដើរចេញតែម្ដងក៏បានបើក portal នឹងប្រាប់ដូចជា dungeon ចឹងជីម៉ងឃើញបែបហ្នឹងហើយទៅតាមមួយសិនចំណាយអាប្រឡយយបន្តពីចោះមកកាន់រូបរបស់គេធម្មពលរបស់គេមានការកើនឡើងយ៉ាងខ្លាំងតែម្ដងការបន្ទូអីងាយស្រួលស៊ីផុយការបង្កើតកងទ័ពក៏បានច្រើនទៀតរីករាយខ្លាំងមែនមើលទៅកដោរបស់ Atrix Feng Tu នេះអស្ចារ្យខ្លាំងមែនតើហើយក៏មែនតែកន្លែងមួយទៀតកំពុងតែទៅកាន់លេយផងដែរជាមួយនឹងការធ្លាក់ចោលរបស់ឈីងម៉ងមកតាមទៅកាន់លេយឆ្ងល់ខ្លាំងមែនតើហើយចំណាយប្រលេយរបស់យើងវិញកំពុងតែដើរទៅហាក់ដូចជាដើរចូលទៅកាន់ដានចាន់ចឹងប៉ុន្តែនៅពេលដែលគេបានដើរចូលមកគេបានឃើញទៅកាន់សភៅជីវិតនៃការស្លាប់អា skill លើកមុនរបស់គេហ្នឹងគ្រាន់តែជា skill ជីវិតនៃសេចក្តីស្លាប់តែប៉ុណ្ណោះប៉ុន្តែលើកនេះគឺជាសភៅបាទហើយសភៅនេះគឺអាចដាក់សម្ពាធឲ្យអ្នកកម្រិតខ្ពស់ធ្លាក់ចុះនៅធម៌ពលរបស់ពួកគេបានយ៉ាងច្រើនតែម្ដងជាមួយនឹងការមកដល់របស់ឈីងម៉ងនាងពិតឆ្ងល់ហើយបានជាទូឲ្យផលរបស់យើងមកទីកន្លែងនេះបាននេះគឺជាដានចិនហើយដើម្បីបានជា Welcome Monster ឬក៏ Demon អីចឹងឬក៏ត្រូវបានបង្កើតដោយលោកមែនហ្នឹងហើយបើត្រូវបានបង្កើតដោយខ្ញុំមិនឡយអត់អ្នកជឿនៅតែនេះគឺជានគរឋានសួគ៌ដែលនៅក្នុងព្រៃនៃតែនោះឲ្យមកទៅនគរឋានសួគ៌លបល់កាចៃអានេះគឺជានគររបស់ស្ដេចនរោឋាននរោចំតួតែម្ដងឥឡូវដើម្បីបញ្ជាក់ពួកយើងភ្នាល់គ្នាយកតែម្ដងទៅបើសិនបើទីកន្លែងនេះគឺជារបស់ខ្ញុំចឹងខ្ញុំសូមស្នើមួយហើយបើមិនជារបស់ខ្ញុំទេចង់សុំឲ្យវិញក៏បានដែរបើអត់បើប៉ិតភ្នាល់តែម្ដងទៅយ៉ាងហើយបន្តមកលេយក៏បានបញ្ជាក់ដោយការបង្ហាញនៅប្រភពដើមឋានសួគ៌ចេញមកហើយគ្រាន់តែបង្ហាញភ្លាមចាប់ភ្លាមតែម្ដងបាទនៅពេលរួចបើយើងបានបង្ហាញនៅប្រភពដើមឋានសួគ៌ហើយជាទៅធ្វើឲ្យមានភាពចរាចរណ៍នៅក្នុងនគរនរោរបស់គេហើយទួយផលរបស់យើងក៏បានផាវេខ្លាយទៅជា snow មួយនៃនគររបស់គេយកតែម្ដងទៅធ្វើឲ្យម៉ាំងឈីមានការភ្ញាក់បានមាននៃការឡើងទួយផលរបស់យើងក៏អូដៃនាងឲ្យទៅមើលហើយគេក៏បានបង្ហាញថាគេពិតជាអាច control នៅទីកន្លែងនេះនិងវិជានិងបង្កើតវាបាន
បានเปิดប្រកបមែនជាដែលធ្វើឲ្យអ្នកមានការព្យាបាលខ្លាំងមែនទែនដោយសារតែការផ្លាស់ប្ដូរនេះវាពិតជាធំហើយបើនិយាយពីការផ្ដោតរវាងនៅពេលវិញក៏លើយីគឺបានយកឈ្នះទៅកាន់អាចារ្យម៉ាំងឆេងបាទអស់ហើយយើងគួរតែបំពេញនូវស្នេហ៍របស់គ្នាទៅវិញទៅមកឲ្យមែនអត់ទេនាងសួរថាតើចង់មែនអីវាមែនអត់ទេគេគ្រាន់តែចង់ឲ្យនាងអបិខិនជាលើកទី2តែប៉ុណ្ណោះជាមួយនឹងរមូលរបស់គេជាតែធ្វើឲ្យនាងមានការព្យាបាលតែប៉ុណ្ណឹងទេមែនអត់ទេតែប៉ុណ្ណឹងធ្វើវាទៅហើយនាងក៏បានបើកអបិខិនជាលើកទី2ទីដែលនាងទទួលបានគឺជា skill ចំណេញដាវឋានសួគ៌នឹងផែនដីនិយាយថាដាវឯកតែម្ដងទៅឈានទៅដល់កម្រិតវរៈភាពហើយនឹងគឺជាកម្រិតដ៏ខ្ពស់មួយហើយ system ក៏បានថាធ្វើឲ្យផលរបស់យើងទទួលបាននៅអ្នកក្រមបង្កប់មួយហើយគេក៏អាចគ្រប់គ្រងទៅកាន់នគរឋានសួគ៌បានកាន់តែប្រសើរជាមួយនឹងធម៌ពលយ៉ាងខ្លាំងក្លាផងដែរប៉ុន្តែមនុស្សម្នាក់មានមេគេជាមួយនឹងកម្លាំងខុសៗគ្នាហើយផ្លូវដើរក៏ខុសគ្នាផងដែរចំពោះគេជាមួយនឹងអ្នកផ្សេងទៀតគឺខុសគ្នាគេក៏ជាប្រេមេគេរបស់គេឈានទៅដល់អត្រេហ្វង់ទូចំណែកអាចារ្យម៉ាំងឆេងវិញបន្តពីអវខនជាលើកទី2ហើយនឹងរីករាយខ្លាំងមែនទែនតែនេះពិតជារឿងដែលលោកចង់ឲ្យនាងធ្វើមែនដែរទេប្រកាសហើយហើយ skill ដែររបស់នាងឈានទៅដល់កម្រិតវរៈភាពបន្តមកអ្នកទី2ក៏បានចែកចេញពីនគរនរោរបស់ទួយផលរបស់យើងវិញហើយគេពិតជារីករាយខ្លាំងមែនទែនជាមួយនឹងចំណេញមួយនេះហើយគេនឹងប្រមូលមនុស្សជាច្រើនទៀតដើម្បីឲ្យសមត្ថភាពរបស់គេកាន់តែរីករាយក៏ដោយសារតែដើម្បីខ្លាយទៅជាអតិថិជនទូយ៉ាងពេញលេញគេត្រូវតែប្រមូលផ្ដុំមនុស្សនិងទទួលបានកម្លាំងយ៉ាងច្រើននៅពេលដែលចេញមកវិញហ្នឹងលោកម្ចាស់គូថៃប៉ាយគាត់បានមកជួបទៅគ្នាដូចរបស់យើងតែគាត់គឺរងចាំនៅទីកន្លែងនេះឲ្យរយៈពេលយូរហើយចាប់តាំងពីអាចារ្យម៉ាំងឈិងទៅតាមទួយផលរបស់យើងមកម្ល៉េះគាត់គឺបានឃើញនិងរងចាំហើយទួយផលរបស់យើងក៏មានរឿងគាត់ជួយផងដែរគាត់រីករាយនឹងចាំជួយទៅការលេខយាអស់ពេលសមត្ថភាពលេខយាក៏បានបង្ហាញដល់រមូលវេខិនជាលើកទី2បន្តមកសាយរបស់យើងក៏បានកាន់នៅពេលដែលលេខយាបានទៅជួបទៅកាន់ម្ចាស់ក្រុងនិយាយទៅតងជាមួយនឹងដានចិនមួយអាចនិយាយថាវាគឺជាអាណាចក្រសម្ងាត់ដែលទួយផលរបស់យើងគឺអាចផ្ទុកមនុស្សរាប់លាននាក់នៅក្នុងទីក្រុងហ្វឹងទូរបស់គេបានហើយជាមួយនឹងគ្នានេះផងដែរទួយផលរបស់យើងក៏អាចឲ្យមនុស្សនៅក្នុងទីក្រុងហ្វឹងទូនឹងអាចអ្វីខិនជាលើកទី2នឹងដាស់សមត្ថភាពរបស់គេបានដូចគ្នាផងដែរជាទៅធ្វើឲ្យម្ចាស់ក្រុងមានការព្យាបាលខ្លាំងមែនទែនគាត់សឹងតែមិនជឿទេលេយីក៏បានប្រាប់គាត់តាមដំណើរចឹងទៅជាមួយនឹងការបង្ហាញនូវសមត្ថភាពរបស់គេផងដែរដោយសារតែ skill មួយនេះវាពិតជាកម្រធ្វើឲ្យគាត់មានការព្យាបាលយ៉ាងខ្លាំងប៉ុន្តែវាមិនថ្មីនោះទេទួយផលរបស់យើងបានប្រាប់ថាមិនត្រឹមតែអាចផ្ទុកមនុស្សបាននោះទេគេក៏អាចធ្វើឲ្យមនុស្សអ្វីខិនបានផងដែរហើយបន្តមកសាយរបស់យើងក៏បានកាន់នៅពេលដែលមនុស្សជាច្រើនគឺបានតម្រង់ជួរគ្នាមកកាន់គ្រួសារលីហើយពួកគេក៏បាននិយាយតទៅជាមួយនឹងអ្វីដែលទួយផលរបស់យើងក៏បានប្រាប់ទៅកាន់ម្ចាស់ក្រុងផងដែរដោយសារតែឥឡូវហ្នឹងម្ចាស់ក្រុងកំពុងតែមានភាពកកនិងអស់សង្ឃឹមខ្លាំងមែនទែនប៉ុន្តែគ្រួសារលីលេយីគឺបានផ្ដល់ជំនួយគាត់ហើយក៏បានបង្ហាញនៅអាណាចក្រសម្ងាត់ដែលផ្ទុកមនុស្សបានយ៉ាងច្រើនដែលធ្វើឲ្យពួកគេមានសុវត្ថិភាពពីអ្នកការ៉េឬជាអាវខិនពួកគេផងដែរសាយយើងបានបង្ហាញពីលេយីរបស់យើងជាមួយនឹងពូរបស់គេហើយឥឡូវនេះផងដែរពួកគេកំពុងតែរៀបចំស្បៀងដើម្បីឲ្យមនុស្សរស់នៅដូចគ្នានេះមុនពេលដែលលេយីរបស់យើងចូលទៅកាន់ដានចិនរបស់គេវិញពូរបស់គេក៏បានសួរទៅកាន់លេយីតើពិតប្រាកដអត់ដែលឯងអាចធ្វើឲ្យមនុស្សអ្វីខិនជាលើកទី2បានប៉ុន្តែគាត់គឺបានគិតថាគាត់ពិតជាអាចអ្វីខិនជាលើកទី2នឹងដើរតាមមេគេរបស់ខ្លួនឯងបានមែនចំណែកលេយីរបស់យើងវិញចូលមកកាន់អាណាចក្រសម្ងាត់របស់គេដើម្បីសង្កេតមើលដំណើរគេហើយបន្តមកលោកម្ចាស់គូតៃប៉ាយក៏បានមកជួបទៅកាន់លេយីគាត់សួរថាមានបញ្ហាអត់លោកម្ចាស់គូតៃប៉ាយក៏បាននិយាយថាវាគ្មានបញ្ហាទេដោយសារតែបានជំនួយអំពីម្ចាស់ក្រុងជាមួយនឹងពូទី2របស់ទួយផលរបស់យើងដំណើរការគឺរលូនខ្លាំងមែនទែនហើយសំណាក់មួយនោះផងដែរគឺជាសំណាក់របស់ព្រះមែនដែរទេទួយផលរបស់យើងក៏បានប្រាប់ថាមែនហើយគាត់ក៏បានសួរតសញ្ញាណពិតប្រាកដរបស់ទួយផលរបស់យើងស្គាល់ដែលគេអ្វីខិនបានតើវាគឺជាអ្វីបបិជិតប្រេងមែនទែនមែនដែរទេហើយម៉ាំងឈិងក៏បាននិយាយថាទួយផលរបស់យើងគួរតែប្រាប់តសញ្ញាណទៅបាច់លាក់បាំងឲ្យទេទួយផលរបស់យើងក៏បានប្រាប់ថាមែនហើយគឺជាបបិជិតប្រេងមែនទែនជាហេតុដែលធ្វើឲ្យគាត់មានការព្យាបាលហើយក៏បានគោរពទៅកាន់ទួយផលរបស់យើងក៏សូមការអភ័យទោសពីគេផងដែរដែលមិនដឹងពីមុននោះម៉ាំងឈិងមិននឹកស្មានថាទួយផលរបស់យើងគឺប្រាប់ថងចឹងនោះទេវាមិននៅទេចង់ក្រោយកងតែដឹងដោយសារតែមេគេរបស់គេត្រូវតែជួយមនុស្សជាច្រើននិង control ទៅកាន់មនុស្សគ្រប់គ្រងទៅកាន់ពួកគេធ្វើឲ្យមនុស្សឈានទៅដល់ស្រីរងរឿងឡើងវិញហើយដើម្បីខ្លាយទៅជាអតិថិជនទូគេត្រូវការមនុស្សនិងជំនួយជាច្រើនផងដែរហើយបន្តមកទៅឲ្យផលរបស់យើងក៏បានចាប់ផ្ដើមវិខិនទៅកាន់មនុស្សគ្រប់គ្នាយកតែម្ដងពួកគេភ័យច្រើនទទួលបាននៅខ្លះកម្រិតកម្រដែលការវិខិនជាលើកទី2របស់ពួកគេនឹងធ្វើឲ្យពួកគេ
ពេលរីករាយខ្លាំងមែនទែនដែលជាអ្នករបស់ពួកគេគឺផ្សេងគ្នាជាមួយនឹងគ្នានេះម្ចាស់ក្រុងពិតជាមានការព្យាបាលនៅស្មានថាទូឯកបតរបស់យើងនិយាយគឺអាចធ្វើបាននោះទេចំណែកឲ្យលោកម្ចាស់ថូប៉ាវិញគាត់បាននិយាយថាដោយសារតែមានការវេខិនជាលើកទី2និងអ្នកវេខិនជាច្រើនជាហេតុដែលធ្វើឲ្យទីក្រុងរបស់ពួកគេនឹងរីកចម្រើនហើយនឹងមានភាពវឹកវរទៅកាន់ពិភពលោកប៉ុន្តែគាត់បានប្រាប់ថាវាមិនដែរនោះទេដោយសារតែមានលីរបស់យើងគឺ control ហើយបន្តមកលោកម្ចាស់ថៃប៉ាយក៏បានមកនិយាយជាមួយនឹងចាស់ក្រុងវិញដោយសារតែមានលីហើយដូច្នេះពួកយើងគឺមិនបាច់បារម្ភទេលីគឺជាអ្នកនាំស្រីរងរឿងមកកាន់អំបូរមនុស្សរបស់ពួកយើងវិញហើយការវេខិនក៏ដូចជាមនុស្សផ្សេងៗហ្នឹងត្រូវបានខ្លំមើលដល់លីរបស់យើងដូចគ្នាដំណើរការរលូនល្អសកម្មភាពនេះយើងបានឃើញថាកងទ័ពការពារក្រុងកំពុងតែបញ្ញាប់ទៅយ៉ាងលឿនដោយសារតែមេស្នាមប្រាំហកក៏បានកាត់ឡើងមេតបថប៉ាក៏បានហៅទៅកាន់លីឲ្យមកនិយាយគ្នាជាមួយនឹងកតផងដែរដោយសារលីនៅទៅកន្លែងនេះហើយចឹងហើយក៏អត់សូវភ័យមែនទេដោយសារលីប្រៀបដូចជាបរិយារបស់ទីក្រុងហ្វឹងទូរបស់ពួកគេចឹងហើយពួកគេធៀមខ្លួនដើម្បីចាត់ការជាមួយនឹងក្រុមអ្នកក្រេតនៅយប់ហ្នឹងផងដែរហើយយើងបានឃើញថាគ្នារបស់លីក៏បានមកដល់ដូចគ្នាដើម្បីចាត់ការជាមួយនឹងកងទ័ពអ្នកក្រេតនៅក្នុងការវេលប់យប់ហ្នឹងផងដែរហើយនិយាយពីថាអាកូនប្រមាណនេះកាលមុនឆ្លើយប៉ុន្តែឡើយជួបលីសិតតែក្របាយណាសាររបស់យើងក៏បានកាន់មកដល់ពេលយប់កាន់មកដល់ការវេបហារបស់កងទ័ពអ្នកក្រេតវេបហាមកកាន់ក្រុងហ្វឹងទូកងទ័ពរបស់ក្រុងហ្វឹងទូក៏បានវេបហាចាត់ការទៅកាន់កងទ័ពអ្នកក្រេតឲ្យជាច្រើនផងដែរចំណែកក្រុងវ៉ាលីកំពុងតែរងចាំវេនរបស់ពួកគេដើម្បីចាត់ការជាមួយនឹងកងទ័ពអ្នកក្រេតហើយនៅពេលនោះក៏មានកងទ័ពអ្នកក្រេតលេចឡើងផងដែរដែលវាគឺជាប្រភេទមេតបអ្នកក្រេតដូច្នេះហើយទុកឲ្យអាសក្រហមជាអ្នកចាត់ការទៅចោះនៅពេលដែលអបីនៅនោះគឺបានចេញមកក៏បានប៉ះគ្នាជាមួយនឹងអាសក្រហមយកតែម្ដងវាយមួយបាយចំណែកប្រលីរបស់យើងកំពុងតែគិតមើលនឹងស្ថានភាពរបស់ទីក្រុងគណៈពេលហ្នឹងស្ដេចអ្នកក្រោយពសក៏បានបង្ហាញខ្លួនដោយជាវេបហាទៅកាន់អ្នកតាំងប្រមាណអ្នកនឹងយកតែម្ដងលីអាចពេចផុតប៉ុន្តែជួយយកមកចេញផុតនោះទេជាសំណាងល្អដែលនាងយាននឹងបានជួយកាន់ជួយយូតនហើយបន្តមកអ្នកទាំង4ក៏បានត្រៀមខ្លួនចាត់ការជាមួយនឹងស្ដេចអ្នកក្រោយពសដោយការវេបហារបស់លីស្ដេចអ្នកក្រោយពសក៏អាចទប់ទល់ចោលប៉ុន្តែអ្នកទាំង3ទៀតក៏បានវេបហាព្រមគ្នាជាដែលធ្វើឲ្យស្ដេចអ្នកក្រោយពសហ្នឹងគឺចុកចាប់ដែរហ្នឹងខាងខ្លាំងមែនទេបន្ទាប់ពីពួកគេបានរួមកម្លាំងគ្នាដើម្បីវិវហាទៅកាន់អ្នកក្រេហេតុធ្វើវាខឹងខ្លាំងមែនឃើញចឹងហើយលីក៏បានហៅអាចារ្យទាំងពីរឲ្យយកទៅកាន់អាចារ្យជួយយូចែកចែងវិធីកន្លែងនេះទៅគេអ្នកចាត់ការចំណែកអ្នកក្រេសហ្នឹងក៏មិនចង់ឲ្យចែកចែងដែរប៉ុន្តែក៏ត្រូវបានលីរបស់យើងតបតល់មិនត្រឹមតែតបដល់នឹងឌឺទេលីក៏លើកដៃក្រៅឲ្យអ្នកក្រេហ្នឹងទៀតផងចំណែកអាចារ្យជួយយូពិតជាមានការបារម្ភទៅកាន់លីជាមួយនឹងអ្នកទាំងពីរទៀតខ្លាំងមែនទេប៉ុន្តែបើមិននោះទេទុកឲ្យដាច់នៅរੂរបស់គេជាអ្នកចាត់ការទៅចំណែកអ្នកទាំងពីរទៀតត្រូវបានលីរបស់យើងឲ្យចាចេញពីទីកន្លែងហ្នឹងទៅទុកអ្នកក្រេតមួយនេះទុកឲ្យលីរបស់យើងជាអ្នកចាត់ការបន្តមកលីរបស់យើងក៏បានបើអាណាចក្រសម្ងាត់បកគីដើម្បីចាត់ការជាមួយនឹងអ្នកក្រេតហ្នឹងយកតែម្ដងជាទៅធ្វើឲ្យពួកគេមានការព្យាបាលខ្លាំងមែនទែនពួកគេមិនស្មានថាលីរបស់យើងមានអាណាចក្រសម្ងាត់ដ៏អស្ចារ្យបែបនេះទេប៉ុន្តែក៏នៅតែប្រំទៅកាន់លីចំណែកប្រូសក្រហមវិញបន្តវិចារការជាមួយនឹងអ្នកក្រេតទាំង3នោះហើយក៏ទៅដល់លីជាមួយនឹងអ្នកទីទៀតយ៉ាងម៉េចយ៉ាងណាហើយប៉ុន្តែក៏ទៅជួយទៅកាន់អ្នកទីទៀតផងដែរក្លែងមកមើលខាងអាណាចក្រសម្ងាត់របស់ទួយផលរបស់យើងវិញយើងបានឃើញថានៅពេលដែលចូលមកដល់ហើយអ្នកក្រេតហ្នឹងមិនដឹងថានៅទៅកន្លែងណាទេប៉ុន្តែនៅពេលដែលឃើញលីរបស់យើងហ្នឹងនិយាយឌឺដងគ្នាមួយសន្ទុះបន្តមកក៏បានចាប់ដើមវេបហាគ្នាប៉ុន្តែលីដោយសារតែនេះគឺជាអាណាចក្រសម្ងាត់របស់គេដូច្នេះហើយគេក៏បានប្រើកម្លាំងដាក់សម្ពាធទៅកាន់អ្នកក្រេតហ្នឹងយកតែម្ដងជាតែធ្វើឲ្យវាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនសារតែវាមិនអាចហោះទៀតបានដោយអ្នកក្រេតហ្នឹងចង់ដឹងពីអត្តសញ្ញាណរបស់លីមនុស្សចិត្តងប់ហើយចង់ដឹងអត្តសញ្ញាណអីទៀតបើអញ្ចឹងអ្នកក៏បានបង្ហាញរូបរាងកាយជារូបរាងមនុស្សឲ្យលីរបស់យើងបានឃើញជាហេតុធ្វើគេមានការព្យាបាលដូចគ្នានេះគឺជារូបរាងទី2ដែលជារូបរាងមនុស្សរបស់នាងចង់សាច់ហើយមែននាងគឺជាមេដារបស់អ្នកម៉ែអ្នកហ្នឹងហើយលីកាំងខ្លាំងមែនប៉ុន្តែទោះជាណាក៏ដោយតែឃើញរូបរាងហើយបងហ្នឹងហើយចឹងហើយសុំបញ្ចុះបញ្ចូលតិចមកបន្តមកនេះក៏បានស៊ើបវាប្រហែលតែកាន់លីយកតែម្ដងហើយលីក៏បានបង្ហាញនៅកម្លាំងរបស់អតិថិហ្វឹងទៅមកការពេកខ្លួនផងដែរប៉ុន្តែសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់យើងបានឃើញថានៅពេលដែលអ្នកមកស៊ើបវិបត្តិកាន់លីក៏បានបញ្ចេញការការពាររបស់អតិថិហ្វឹងទៅដើម្បីមកការពារខ្លួនហើយក៏ឲ្យអ្នកសុំចុះចាញ់ទៅប៉ុន្តែអ្នកអត់ខ្វល់នោះទេបំសុំចុះចាញ់មានតែស្លាប់ឃើញដើមឈូសទើបស្រក់ទឹកភ្នែកបានវិបត្តិឲ្យអ្នកជាហេតុធ្វើឲ្យអ្នករត់គេចយ៉ាងលំបាកតែម្ដងនៅស្មានថាកម្លាំងរបស់លីគឺខ្លាំងដូច្នេះទេហើយលីមានតែប្រើកម្លាំងបន្តិចដើម្បីចាត់ការជាមួយនឹងនាងដាក់សម្ពាធទៅកាន់នាងវេទនាខ្លាំងទេហើយចង់ក្រោយលីចង់បានអីចង់ឲ្យនាងខ្លាចទៅជាយានជំនិះរបស់គេនាងក៏កាំងភ្លាមប៉ុន្តែចង់ក្រោយក៏ខ្លាចទៅជាយានជំនិះរបស់លីត្រឡប់ទៅកាន់ទីក្រុងហ្វឹងទូវិញទីក្រុងហ្វឹងទូកំពុងតែរងការវាយប្រហាររបស់អ្នកក្រេតជាច្រើនលោកម្ចាស់ថៃប៉ាយបានទប់ទល់ជាមួយនឹងអ្នកខ្មៅចំណែកអ្នកមេកថាបានទប់ទល់ដោយលោកម្ចាស់ថបផអ្នក
អ្នកមួយទៀតក៏ត្រូវបានទប់ទល់ដោយម្ចាស់ក្រុងអ្នកក្រេតទាំងអស់ពិបាកវេលោកក្នុងការទម្លុះចូលទៅកាន់ក្រុងខ្លាំងមែនទែនសំខាន់ក្បួននៃការបង្កើតហ្នឹងគឺមិនតាន់បានផ្លាញ់ដល់កូនចៅរបស់គេទេមិនតែរងចាំទៅកាន់អ្នកសទេតើពេលណាមកដល់ប៉ុន្តែនៅពេលនោះក៏ចាប់អារម្មណ៍ថាអ្នកក្រេតជាមួយនឹងលេយីគឺបានមកដល់ហើយក្រុមរបស់អ្នកក្រេតក៏បានគ្រប់ទៅកាន់អ្នកសចំណែកក្រុមមនុស្សគឺព្រួយបារម្ភខ្លាំងមែនទែនទៅកាន់លេយីរបស់យើងខ្លាចទៅបានគ្រប់គ្រងអីចឹងទៅប៉ុន្តែនៅពេលដែលលោកម្ចាស់ធពកំពុងតែចង់ទៅជួយទៅកាន់លេយីហើយនោះចាស់ក្រុងក៏បានហាមឃាត់សង្កេតមើលសិនទៅលេយីរបស់យើងក៏បានសេឲ្យទៅកាន់អ្នកគ្រប់គ្នាមើលទៅលេយីរបស់យើងគឺអត់មានបញ្ហានោះទេចំណែកលេយីក៏បានមកចរចាជាមួយនឹងអ្នកក្រេតផ្សេងៗឲ្យតបចេញពីទីកន្លែងហ្នឹងទៅបើមិនដូច្នោះទេច្បាស់ជាទួសាច់របស់គេជាសំខាន់ចំណែកឯអ្នកតេតវិញមិត្តភក្តិរបស់លេយីក៏បានទប់ទល់ជាមួយនឹងក្រុមរបស់អ្នកក្រេតក៏ដូចជាកងទ័ពអ្នកក្រេតផងដែរកងទ័ពអ្នកក្រេតមកទប់ទល់ជាមួយនឹងក្រុមរបស់មិត្តភក្តិលេយីបាននោះទេចំណែកឯនៅការចរចារវាងអ្នកទាំងពីរវិញពួកគេនិយាយហាក់ដូចជាអត់ត្រូវគ្នាឡើយនិយាយចោះនិយាយឡើងក៏បានចូលទៅកាន់ប្រធានបទរបស់ស្ដេចអ្នកក្រេតពណ៌ខ្មៅដែលគាត់មានកម្រិតរហូតដល់ល្វល់100ហើយណោះលីយីក៏អាចទប់ទល់ជាប់ជាមួយនឹងគាត់បានដែរលីយីពិតជាមានកាប់ច្បាប់ខ្លាំងមែនទែននៅពេលដែលលើកនៅប្រធានបទមួយនេះអ្នកក្រេតពណ៌ខ្មៅដែលជាស្ដេចអ្នកក្រេតនឹងក៏បានមកដល់ពួកគេក៏បានទៅគោរពទៅកាន់ស្ដេចអ្នកក្រេតពណ៌ខ្មៅអ្នកក្រេតពណ៌ខ្មៅបានចេញមកមនុស្សជាច្រើនគឺបានជំនះចូលក្រុងវិញទោះឲ្យផលរបស់យើងក៏បានមកនិយាយចរចាជាមួយនឹងអ្នកក្រេតពណ៌ខ្មៅអ្នកក្រេតពណ៌ខ្មៅគឺអំណាចខ្លាំងមែនទែនលោកម្ចាស់ថៃប៉ៃបានបង្កើតក្បួនការពារក្រុងផងដែរប៉ុន្តែក៏ត្រូវបានវិវាទដោយអ្នកក្រេតពណ៌ខ្មៅពួកគេរងសម្ពាធខ្លាំងមែនទែនលេយីឃើញបែបហ្នឹងហើយក៏បានចេញទៅជួយផងដែរក៏បានទៅចរចាបើចរចាមិនត្រូវទេមានតែវាយគ្នាដោយសារលេយីគឺជាអំបូរមនុស្សប៉ះពាល់ជាមួយនឹងអំបូរនេះក៏មិនអីផងដែរបញ្ចេញនៅរាងកាយក្បាលទីហ្វឹងទុកទប់ទល់ជាមួយនឹងការវិភាគរបស់ស្ដេចអ្នកក្រេតពណ៌ខ្មៅប៉ុន្តែហាក់ដូចជាវេទនាខ្លាំងមែនទែនធ្វើមិនទៅបើល្វាយ100វាយជាមួយនឹងល្វាយសាយអញ្ចឹងមិត្តភក្តិរបស់គេបារម្ភខ្លាំងមែនទែនចំណែកអ្នកក្រេតពណ៌ខ្មៅក៏បានស្គាល់ទៅកាន់ទីហ្វឹងទូផងដែរប៉ុន្តែដោយសារតែកម្លាំងរបស់លេយីរបស់យើងខ្សោយពេកមិនតាន់អាចជាដៃគូរបស់គាត់បាននោះទេចុងក្រោយយើងបានឃើញថាលេយីរបស់យើងក៏ត្រូវបានវេទលេដោយស្ដេចអ្នកក្រេតពណ៌ខ្មៅពួកគេពិតជាបារម្ភខ្លាំងមែនទែនហើយអ្នកក្រេតពណ៌សក៏ត្រូវបានវេទម្លាក់ដោយស្ដេចអ្នកក្រេតពណ៌ខ្មៅផងដែរអត់អាចទប់ចោលបាននោះទេឥឡូវនេះត្រូវតែជួយសង្គ្រោះទៅកាន់លេយីជាមុនសិនជាមួយនឹងស្ដេចអ្នកក្រេតពណ៌សស្ដេចអ្នកក្រេតពណ៌ខ្មៅក៏បានរៀបចំផែនការដើម្បីវាបំផ្លាញមកកាន់ទីក្រុងហ្វាំងទូទាំងមូលយកតែម្ដងហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹងចង់ join Telegram ក្រុម VIP អីគឺអាច join បានមើល link នៅក្នុង comment